បងប្អូននេះគឺជាយន្តហោះចម្បាំងដែលផលិតដោយសហរដ្ឋអាមេរិកវាបម្រើការក្នុងវិស័យយោធាតាំងពីសង្គ្រាមលោកលើកទី2តែឥឡូវវាចូលនិវត្តន៍ពេលចូលនិវត្តន៍គេចូលមកដាក់តាំងនៅសារមន្ទីររបស់កូរ៉េយន្តហោះនេះរបស់កូរ៉េប្រើប្រាស់ទៅមើលជួយដៃសុទ្ធយន្តហោះកាលពីសង្គ្រាមលោកលើកទី2គឺភាគច្រើនគឺវងអានេះឯងអត់ទាន់ទំនើបដូចសម័យឥឡូវណាយន្តហោះនេះមានល្បឿនអតិបមា255គីឡូម៉ែត្រក្នុង1ម៉ោងយឺតណាស់ទេហើយមើលជំនាន់មុនវាមិនសូវទំនើបប៉ុន្មានទេចឹងអត់ដូចឥឡូវទេឥឡូវយន្តហោះទំនើបបងប្អូនក្រៃហើយនេះមានអានេះមួយទៀតមិនមានតែពុនហើយខ្ញុំឲ្យមើលអានេះបានធំមែនតើនេះយន្តហោះគំរូគេមែននេះនេះធំមកអូយធំមែនតើអានេះនេះហើយស្លាប់វាដល់ខាងនោះអូយសិនគ្រាន់តែស្លាប់វាណាកង់ខាងនោះធំឥឡូវនេះខ្ញុំកំពុងនៅសារមន្ទីរតាំងសភាវុធចាស់ដែលគេជប់ប្រើបោះកូរ៉េខ្ញុំមកជាលើកទី2ដើម្បីថតចែកជូនបងប្អូនទស្សនាទេឆ្លៀនមកនេះអូយនេះខ្ញុំនៅក្រោមស្លាបរបស់យន្តហោះមើលម៉ាស៊ីននេះធំមែនតែនហ្មងម៉ាស៊ីននេះអូនេះម៉ាស៊ីននេះរៀអាតែអានេះគឺយន្តហោះចម្បាំងទូចមួយទូចកៅអី2ទេណាប៉ុណ្ណឹងសោះកៅអី2ប្រើប៉ុណ្ណឹងសោះហើយមួយស្លាបអាធំនេះធំមែនតែនអូយសិតតែយន្តហោះហ្មងបងប្អូនខាងក្រៅក្នុងក៏យន្តហោះដែរនេះយន្តហោះវឹកវើណាយន្តហោះវឹកវើដៃសុទ្ធបងប្អូនអើយជុំនេះកាច់ចកូតនឹងស្លាបនេះស្លាបកាច់ចុះកាច់ឡើងលើចុះក្រោមឡើងលើចុះក្រោមអានេះស្អីគេអានេះមិនមែនគ្រាប់ទេណាបងប្អូនគេច្រឡំថាគ្រាប់អីមែនទេអានេះយន្តហោះនេះយន្តហោះវឹកវើទេនេះមើលនេះហើយអានេះក៏ធំដែរនេះមើលអាធំនេះហើយបងប្អូនទស្សនាវីដេអូនេះកុំភ្លេចជួយ share ចែកចំណែកម្នាក់មួយផងតិចខ្ញុំនាំទៅមើលយន្តហោះបោះកូរ៉េខាងជើងដែលគេយកមកតាំងនៅក្នុងសារមន្ទីរបោះកូរ៉េខាងត្បូងយន្តហោះបោះកូរ៉េខាងជើងតែកូរ៉េខាងត្បូងយកមកតាំងនៅនេះអូយអានេះក៏ធំដែរនេះឡាបវានេះយន្តហោះនេះនឹងផលិតតាំងពីសម័យណាទេយូរទេតាំងពីស៊េរីចាស់មួយឡាបមើលស្លាបវាអូដៃសុទ្ធបងប្អូនអើយដៃសុទ្ធហ្មងប្រើម៉ាស៊ីន2ខាងនេះមួយខាងនោះមួយអូមួយកង់ទម្ងន់រាប់សិបតោននេះរាប់សិបតោនបងប្អូនមួយគ្រឿងហើយមកខាងនេះគឺសិតតែរត់ពះដែកហើយនឹងរត់ក្រោះរូបពះដែកនេះក៏សេរីចាស់ដែរដល់ពេលគេឈប់បម្រើការទៅគេយកមកដាក់នៅសារមន្ទីរនេះឲ្យប្រជាជនគេទស្សនាអញ្ចឹងកន្លែងនេះគឺចូល free អត់មានអស់លុយទេចូល free ហ្មងហើយថ្ងៃនេះចំថ្ងៃបុណ្យជាតិរបស់កូរ៉េទៀតប្រជាជនកូរ៉េមកច្រើនមកទាំងពួកខាងប៉ាច់អឺរ៉ុបគេមកមើលទៀតហើយនេះរត់ពះដែកនិយាយរឿងផលិតសភាវុធតិចសភាវុធរបស់កូរ៉េឥឡូវទំនើបណាបងប្អូនហើយបាយជុំភ្លេចជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនវីដេអូនេះវែងណាត្រឹមនឹងសិនបានហើយ